រស័ព្ទនៅក្នុងដៃរបស់ខ្ញុំនេះគឺជា Redmi 15ដែលជាប្រភេទទូរស័ព្ទថាវិការមួយដែលកំពុងពេញនិយមផងដែរសម្រាប់ទំហំវាទាំងមូលគឺមានទំហំត្រឹមតែ 6.9 អ៊ីនទេបើនិយាយពីកម្រាស់របស់វាត្រឹមតែ 8.4 មីលីម៉ែត្រទេហើយបើនិយាយពីទម្ងន់របស់វាត្រឹមតែ217ក្រាមទេគឺវា2ខាំបន្តិចទេណាការ design ខាងក្រៅយើងឃើញមានខ្នងក្រោយគេធ្វើបែបលក្ខណៈគ្រើមតែធ្វើឲ្យពេលយើងចាប់កាន់អត់ល្អទី1ហើយវាអត់មានឃើញស្នាមប្រឡាក់ទេតែយើងប្រឡាក់បន្តិចតួចឬមួយកសើអីចឹងយើងកាន់ទៅអត់មានឃើញស្នាមអីទេពុកម៉ែវាឆ្កូតវាអីក៏យើងមើលអត់សូវឃើញដែរប្រភេទខ្នងបែបនេះណាបើខាងក្រោមវិញគឺវាមានរុន Ocular មួយរុនសាកប្រភេទ Type C មួយរុន Mic មួយបើខាងលើយើងមានឃើញ lens IR Master មួយសម្រាប់ lens នេះគឺយើងអាចប្រើបញ្ជាបិទបើកទូរទស្សន៍មួយក៏វិសិទ្ធត្រជាក់អីនៅក្នុងផ្ទះបងប្អូនបានណាចឹងយើងអាចប្រើនេះបានបាក់ទៅលើតៃឡេទេយើងមានតែនេះមួយយើងអាចប្រើបានដែរតាក់ទងនឹងកាមេរ៉ារបស់វាខាងក្រោយមានទំហំរហូតដល់50 megapixel ដែលវាជាប្រភេទ AI កាមេរ៉ាហើយនៅខាងមុខវាមាន8 megapixel កាមេរ៉ាទាំងពីរនេះទាំងមុខទាំងក្រោយនេះគឺយើងអាចទទួលយកបាននៅរូបភាពដែលយើងថតគឺស្អាតច្បាស់ល្អម៉ត់តម្ដងហើយសម្រាប់វីដេអូគឺមានកម្រិតរហូតដល់1080ហើយនឹង30 frame អញ្ចឹងយើងអាចទទួលយកបានហើយទំហំប៉ុណ្ណឹងគឺយើងថតមកស្អាតតែម្ដងយើងមើលទៅគឺសាច់វីដេអូរូបភាពសាច់ color អីគឺម៉ត់ស្អាតតែម្ដងតាក់ទងនឹងថ្មគឺវាមានធំមែនទែនរហូតដល់7000 មីលីអាំពែដែលយើងអាចប្រើវាតែមួយយើងអាចយកវាទៅជំនួសជា power bank បានគឺយើងយកមួយដោតនឹងទូរស័ព្ទនេះហើយទៅបញ្ចូលជាមួយនឹងទូរស័ព្ទដែលអស់ភ្លើងអញ្ចឹងវានឹងទាញថ្មពីនេះចូលទៅទូរស័ព្ទដែលអស់ភ្លើងហ្នឹងស្មើនឹង power bank មួយគ្រាប់ដែរអញ្ចឹងយើងអត់បាក់កាន់ power bank ទេយើងកាន់តែមួយនេះគឺគ្រប់គ្រាន់ហើយសម្រាប់ការសាកសម្រាប់អេក្រង់វិញគឺជាប្រភេទអេក្រង់ IPS ហើយមានល្បឿន refresh rate រហូតដល់144 Hz ទីសាសមបំផុតសម្រាប់បងប្អូនដែលចូលចិត្តលេងហ្គេមហើយនឹងចូលចិត្តទស្សនាវីដេអូអីហ្នឹងគឺអាចមកពិចារណាលើទូរស័ព្ទមួយដើមនេះបានចំពោះតម្លៃវិញគឺមាន2តម្លៃហើយនឹងមាន2 memory ដែរ memory 128GB RAM 8GB តម្លៃត្រឹមតែ$159ទេហើយនឹង memory 256GB RAM 8GB តម្លៃវាត្រឹមតែ$189ទេសម្រាប់បងប្អូនដែលត្រូវការទូរស័ព្ទប្រើប្រាស់ហើយមានលុយក្រោម$200បងប្អូនអាចមកពិចារណាលើទូរស័ព្ទម្ដងនេះបានណាអរគុណ